ក្នុងកាន់គម្ពីរលោកុបាទចំពុក35ព្រះជាម្ចាស់បានប្រទានពរដល់លោកយ៉ាកុបហើយបានដូរឈ្មោះគាត់ទៅជាអ៊ីស្រាអែលព្រះអង្គក៏បានសន្យាថានឹងប្រគល់ទឹកដីដែលទ្រង់ធ្លាប់បានឲ្យទៅលោកអាប់រ៉ាហាំនិងលោកអ៊ីសាកនោះទៅឲ្យលោកយ៉ាកុបនិងកូនចៅចំនួនក្រោយរបស់គាត់ផងដែរលោកយ៉ាកុបមានកូនប្រុសទាំងអស់ចំនួន12នាក់ប៉ុន្តែយ៉ាកុបបានឲ្យសម្លៀកបំពាក់ល្អៗនិងថ្លៃថ្នូរទៅយ៉ូសេម្នាក់គត់វាជាអាវពិសេសដែលមានពណ៌ច្រើនខណៈពេលដែលគាត់ឲ្យបងប្រុសផ្សេងទៀតស្លៀកពាក់ខោអាវធម្មតាសម្រាប់ធ្វើការងារគាត់តែងតែឲ្យយ៉ូសេស្លៀកពាក់ខោអាវយ៉ាងស្អាតដូចជាទៅចូលរួមក្នុងកម្មវិធីជប់លៀងអីចឹងលើសពីនេះទៅទៀតគេនិយាយថាយ៉ូសេដែលមានអាយុ17ឆ្នាំថែមទាំងបានយកចំណុចមិនល្អឬកំហុសរបស់បងទៅប្រាប់ឪពុករបស់ខ្លួនទៀតផងតើអ្នកគិតថាបងប្រុសរបស់គាត់មានអារម្មណ៍យ៉ាងណាដែរមើលទៅដូចជាយ៉ូសេមិនបានខលខ្វាយពីការដែលបងស្អប់គាត់នោះទេថ្ងៃមួយយ៉ូសេបានយល់សប្តិហើយគាត់ក៏បានរៀបរាប់ប្រាប់បងរបស់គាត់ថាត្បិតយើងរាល់គ្នាកំពុងតែចងកណ្ដាប់នៅស្រែនោះកណ្ដាប់របស់ខ្ញុំក៏ឈរឡើងហើយមើលកណ្ដាប់របស់អ្នករាល់គ្នាក៏បានមកព័ទ្ធជុំវិញហើយក្រាបគោរពចំពោះកណ្ដាប់របស់ខ្ញុំបងប្រុសរបស់គាត់ខឹងយ៉ាងខ្លាំងហើយនិយាយថាដូច្នេះឯងនឹងគ្រប់គ្រងលើយើងឬឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើងដោយព្រោះសពនឹងពាក្យសម្ដីរបស់គាត់លោកយ៉ូសេមិនបានខ្វល់ខ្វាយនឹងការខឹងសម្បាររបស់បងឡើយហើយគាត់ថែមទាំងបានប្រាប់ពីសុបិនមួយទៀតទៅពួកគេថាខ្ញុំបានយកសពឃើញដូច្នេះទៀតគឺថ្ងៃខែនិងផ្កាយទាំង11បានក្រាបគោរពដល់ខ្ញុំពេលបានលើបែបនេះហើយលោកយ៉ាកុបជាឪពុកក៏បានស្ដីបន្ទោសទៅលោកយ៉ូសេប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកយ៉ាកុបបានកត់ចំណាំនិងទុកព្រឹត្តិការណ៍នៃសុបិននោះនៅក្នុងចិត្តរបស់គាត់ថ្ងៃមួយបងប្រុសទាំង10នាក់របស់យ៉ូសេបាននាំគ្នាទៅឃ្វាលជៀមរបស់ឪពុកពួកគេនៅកន្លែងមួយឈ្មោះថាស៊ីកេមស្រុកស៊ីកេមនេះជាកន្លែងដែលកូនប្រុសរបស់យ៉ាកុបធ្លាប់បានវាយប្រយុទ្ធគ្នាជាមួយអ្នកស្រុកនៅទីនោះពីមុនមកលោកយ៉ាកុបមានការបារម្ភយ៉ាងខ្លាំងខ្លាចក្រែងតែកូនរបស់គាត់មិនមានសុវត្ថិភាពគាត់ក៏បានចាត់យ៉ូសេឲ្យធ្វើដំណើរទៅសួរសុខទុក្ខពួកគេប៉ុន្តែពេលទៅដល់យ៉ូសេរកពួកគេមិនឃើញឡើយមានគេប្រាប់យ៉ូសេថាបងរបស់គាត់បានដើរទៅកាន់ស្រុកស៊ីកេមនោះហើយបន្តដំណើរទៅមុខរហូតដល់ស្រុកដូថានឯណោះយ៉ូសេក៏បានប្រញាប់រត់ទៅតាមពួកគេនៅទីនោះនៅពេលបងឃើញយ៉ូសេដើរមកពីចម្ងាយពួកគេមិនបានស្វាគមន៍ឬត្រេកអរឡើយពួកគេថែមទាំងមិនហៅឈ្មោះគាត់ចំទៀតផងហើយបានខ្សឹបខ្សៀវនិយាយគ្នាថានោះណអាមេសពបានមកដល់ហើយដូច្នេះយើងសម្លាប់វាឥឡូវទម្លាក់ចុះក្នុងអណ្ដូងណាមួយទៅរួចសំនិយាយថាមានសត្វសាហាវណាមកហែកស៊ីវាទៅហើយយើងនឹងមើលតើនឹងមានអ្វីកើតឡើងពីសពនោះមកយ៉ូសេបានដើរមកដល់ជួបបងរបស់គាត់ដោយមិនបានដឹងខ្លួនទាល់តែសោះថាមានរឿងអាក្រក់អ្វីហៀបនឹងកើតឡើងនោះទេប៉ុន្តែគាត់ត្រូវជួបនឹងគ្រោះថ្នាក់យ៉ាងខ្លាំងបងប្រុសរបស់គាត់បាននាំគ្នាដោះសម្លៀកបំពាក់ដ៏ស្អាតប្លែកពីគេរបស់គាត់ចេញរួចក៏បោះគាត់ទៅក្នុងរណ្ដៅដ៏ជ្រៅមួយពួកគេពិតជាមានបំណងចង់សម្លាប់លោកយ៉ូសេមែនប៉ុន្តែរ៉ូបែនដែលត្រូវជាបងច្បងបង្អស់បានអង្វរកកុំឲ្យសម្លាប់គាត់អីហើយបងប្រុសម្នាក់ទៀតឈ្មោះយូដាក៏បានផ្ដល់យោបល់ថាបើយើងសម្លាប់ប្អូនទៅហើយលាក់ឈាមវាតើមានកម្រៃអ្វីដូច្នេះចុះយើងលក់វាទៅឲ្យពួកអ៊ីស្ម៉ាអែលវិញកុំឲ្យយើងពាល់វាឡើយត្បិតវាជាបងប្អូនជាសាច់ឈាមនឹងយើងដែរនោះបងប្អូនក៏យល់ព្រមតាមដូច្នេះហើយយ៉ូសេក៏ត្រូវបងលក់ក្នុងតម្លៃប្រាក់20ដួងហើយត្រូវបានគេនាំយកទៅកាន់ស្រុកអេស៊ីបបាត់ទៅបងប្អូនអើយលោកយ៉ូសេគឺជាកូនប្រុសជាទីស្រឡាញ់ម្នាក់ហើយក៏ជាមនុស្សដែលចូលចិត្តយល់សប្តិផងដែរប៉ុន្តែសេចក្តីស្រឡាញ់របស់ឪពុកគាត់មានភាពលំអៀងហើយសុបិនរបស់យ៉ូសេក៏ជាសុបិនមួយដែលមិនទាន់បានខ្លាចជាការពិតនៅឡើយដែរវាជារឿងដែលគួរឲ្យហួសចិត្តណាស់ដែលសេចក្តីស្អប់បានកើតឡើងដោយសារតែក្តីស្រឡាញ់ហើយការមិនយល់ចិត្តគ្នាក៏បានកើតឡើងដោយសារតែសុបិននៅក្នុងព្រះគម្ពីរមិនមែនគ្រប់គ្នាសុទ្ធតែជាមនុស្សល្អឥតខ្ចោះនោះទេនៅពេលយើងមើលទៅលើជីវិតរបស់លោកយ៉ាកុបលោកយ៉ូសេនិងបងប្រុសរបស់គាត់ពេលខ្លះពួកគាត់ហាក់ដូចជាមិនមែនមនុស្សដែលមានជំនឿទាល់តែសោះដែលរឿងនេះអាចធ្វើឲ្យយើងខកចិត្តផងដែរទោះជាយ៉ាងណាក៏ដោយពួកគេបានលូតលាស់ខាងវិញ្ញាណនិងបានត្រូវគ្នាវិញតាមរយៈពេលវេលាជាច្រើនឆ្នាំកន្លងផុតទៅនៅពេលដែលយើងអានរឿងនេះជាមួយគ្នាសូមយើងពិនិត្យមើលរឿងរ៉ាវនៃការផ្លាស់ប្ដូរជីវិត
និងការលូតលាស់ជាមនុស្សពេញវ័យដែលនឹងត្រូវលាតត្រដាងនៅក្នុងស្រុកអេស៊ីបដែលជាទឹកដីដ៏ប្លែកនិងមិនធ្លាប់ស្គាល់នោះ។